នេះខ្ញុំមកចេញវីដេអូបង្រៀនអ្នកគ្នាអំពីធ្វើអ្នកអាដៃដែលយើងកំពុងមួយដែលខ្ញុំកំពុងធ្វើហើយអ្នកគ្នាមើលហ្នឹងខ្លាចជាសញ្ញាបូកឲ្យវាស្រួលលេងដូចនៅក្នុងកុំព្យូទ័រពេលដែលយើងលេងចឹងគឺវាធានាខ្លាំងមែនតើយើងឃើញកុំព្យូទ័រលេងស្រួលយើងចង់លេងលីកេចឹងងាយស្រួលខ្លាំងមែនតើឥឡូវបើអ្នកគ្នាចង់ធ្វើតាមខ្ញុំកុំភ្លេចឲ្យមេដៃនិងលេខអ្នកមួយផងហើយចាំយើងចូលទៅមើលទាំងអស់គ្នាចូលទៅមើលអ្នកគ្នាជាដំបូងអ្នកគ្នាចិត្តទៅលើឡៃនេះអាសញ្ញាលេខលើគេឬក៏បងហ្នឹងឃើញចូលថា setting ទៅហើយតើមកអ្នកគ្នាចូលគិតថាថតនេះឡៃនេះថាថតទៅយើងចុចទៅនេះឡៃនេះឡៃសេរីដៃអ្នកគ្នាដាក់ឡៃនេះនេះអាទី3គេហ្នឹងយើងចុចអាទី3គេហ្នឹងមកអូខេហើយបើយើងចុចចូលឡៃនេះយើងចង់សេរីដៃក៏បានដែរនេះឡៃសេរីដៃយើងចង់ដាក់ទំហំទូចឬក៏ធំអីតែចិត្តយើងទេហ្នឹងហើយនិយាយរួមខ្ញុំដាក់ហើយចាំខ្ញុំចេញមកឃើញអត់មើលនេះយើងឥឡូវយើងទៅមើលទាំងអស់គ្នាឃើញសញ្ញាបូកអត់នេះសញ្ញាបូកវាស្រួលម៉ាងជាងមុននេះចឹងទៅនិយាយរួមគឺលយខ្លាំងមែនតើអ្នកគ្នាហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងហើយមិននឹងចេញកុំភ្លេចជួយ like ខ្ញុំម្នាក់ដូចផងដើម្បីបានវីដេអូថ្មីៗអីចឹងឯអ្នកគ្នា